តើអ្នកជឿទេថាស្លាបកង្ហារនៅក្នុងម៉ាស៊ីនយន្តហោះដែលមានតម្លៃប្រហែល$50 លានតាមពិតទៅគឺមានសភាពរលុងប៉ុន្តែកុំប្រញាប់យកវាទៅដូរចេញអីព្រោះវាគឺជារឿងធម្មតាទេប្រសិនបើអ្នកពិនិត្យឲ្យបានច្បាស់អ្នកនឹងសង្កល់ឃើញថាគ្មានសូម្បីតែវិសមួយគ្រាប់ចាប់ទប់ស្លាបទាំងនោះឲ្យជាប់នៅនឹងកន្លែងនោះឡើយស្លាបនីមួយៗគ្រាន់តែត្រូវបានដាក់បញ្ចូលទៅក្នុងចន្លោះតូចមួយដែលមានរូបរាងដូចជាកន្ទុយរលកហើយអ្នកថែមទាំងអាចកម្រើកវាបន្តិចបន្តួចដោយដៃបានថែមទៀតផងវិស្វករបានរចនាវាក្នុងទម្រង់បែបនេះដោយសារមានគោលបំណងច្បាស់លាស់នៅពេលដែលម៉ាស៊ីនវិលក្នុងល្បឿនពី15,000ទៅ20,000ជុំក្នុង1នាទីកម្លាំងរង្វិលនឹងកើនឡើងរាប់ពាន់រាប់ម៉ឺនដងនៃទម្ងន់របស់ស្លាបកង្ហារកម្លាំងនោះនឹងទាញស្លាបនីមួយៗឲ្យចេញមកក្រៅយ៉ាងខ្លាំងបំផុតដែលធ្វើឲ្យវាចាក់សោជាប់យ៉ាងណែននៅក្នុងចន្លោះរាងកន្ទុយរលកនោះកាលណាដែលម៉ាស៊ីនវិលកាន់តែលឿនស្លាបកង្ហារកាន់តែជាប់ណែននៅនឹងកន្លែងវាមិនមានលទ្ធភាពដែលស្លាបកង្ហារទាំងនោះអាចហោះចេញមកក្រៅបានឡើយលើសពីនេះទៅទៀតក្នុងទូប៊ីនដែលមានសម្ពាធខ្ពស់សីតុណ្ហភាពអាចកើនឡើងលើសពី2,500 អង្សាហ្វារិនហៃប្រហែល1,370 អង្សាសេនៅក្រោមសម្ពាធសីតុណ្ហភាពខ្ពស់បែបនេះលោហៈធាតុនឹងរីកមាឌយ៉ាងខ្លាំងប្រសិនបើវិស្វករមិនបានទុកចន្លោះតូចៗទាំងនោះទេម៉ាស៊ីនទាំងមូលអាចនឹងគាំងនៅពេលដែលវាឡើងកម្ដៅខ្លាំងដូច្នេះក្នុងករណីនេះភាពរលុងបន្តិចបន្តួចនេះគឺជាជម្រើសនៃការរចនាដ៏ឆ្លាតវៃបំផុតប្រសិនបើបងប្អូនពេញចិត្តនឹងការចែករំលែករបស់វីដេអូខ្ញុំសូមចុច follow like និង share ម្នាក់មួយផងបាទអរគុណ